Cha Thursday បងប្អូនទាំងអស់គ្នាចា session នេះផងដែរអ្នកទាំងអស់គ្នាអូននឹងណាទៅសិក្សាណានៅមេរៀនចុងក្រោយនៃ semester របស់យើងគឺសិក្សាអំពីទ្រឹស្ដីសំណុំណាទ្រឹស្ដីសំណុំ set theory អូខេស្អីទៅទ្រឹស្ដីសំណុំអញ្ចឹងពាក្យថាសំណុំអូនធ្លាប់បានដឹងនឹងរៀនកន្លងមករួចមកហើយខ្លះរួចមកហើយអំពីបារបស់វាមួយចំនួនណាចាក៏ប៉ុន្តែនៅទីនេះអ្នកគ្រូនឹង detail ណាសម្រាប់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែអ្វីដែលអ្នកគ្រូចង់បញ្ជាក់អូននៅទីនេះគឺចំពោះមេរៀននេះវារៀង abstract បន្តិចអញ្ចឹងគឺសូមឲ្យអ្នកទាំងអស់គ្នាអូនយកចិត្តទុកដាក់ស្ដាប់ណាសូមឲ្យអូនទាំងអស់គ្នាយកចិត្តទុកដាក់ស្ដាប់ហើយកុំភ្លេចសរសេរផងនៅពេលដែលអូនកំពុងតែមើលណាវីដេអូ live របស់អ្នកគ្រូអូនកុំភ្លេចសរសេរណាកុំភ្លេចសរសេរវាផងពេលខ្លះអូនមើលអូនស្ដាប់អត់យល់តែនៅពេលដែលអូនបានសរសេរនឹងអាចធ្វើឲ្យអូនយល់តើអត់នេះគឺបើកឆាកដំបូងនៃមេរៀននេះអ្នកគ្រូសូមណែនាំអ្នកទាំងអស់គ្នាបែបនេះជាមុនដោយសារតែមេរៀននេះអ្នកគ្រូបញ្ជាក់ម្ដងទៀតវា abstract បន្តិចវាខុសពី4មេរៀនមុនដែលភាគច្រើនអ្នកទាំងអស់គ្នាអូនកណនាណាអនុវត្តយកតែម្ដងក៏ប៉ុន្តែចំពោះទ្រឹស្ដីលើសំណុំនៅទីនេះណាគឺវាទាមទារឲ្យអ្នកទាំងអស់គ្នាណាគិតណាទាមទារឲ្យអ្នកទាំងអស់គ្នាគិតណាដូចជាអ្វីដែលជាអរូបីណារូបីក៏ប៉ុន្តែអ្នកទាំងអស់គ្នាហាក់គិតថាវាជាអរូបីមួយណាចាអញ្ចឹងសូមឲ្យយកចិត្តទុកដាក់ទាំងអស់គ្នាជាមួយនឹងខ្ញុំអញ្ចឹងយើងទៅមើលណាអូខេយើងទៅមើលជាមួយនឹងចំណុចដំបូងរបស់យើងអ្នកគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹងសំណុំនិងធាតុណាអញ្ចឹងយើងមកស្គាល់ស្អីទៅសំណុំស្អីទៅធាតុ set and element ណា set and element អូខេអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាអូននឹងដឹងនៅទីនេះគឺជាមួយនឹងការកំណត់យកអក្សរធំណាសំណុំគឺជាការកំណត់យកអក្សរធំណាអញ្ចឹងគេកំណត់យកអក្សរធំគេដែលមានអក្សរ A B C ជាប្រភេទអក្សរធំនេះចុចតទៅទៀតអូខេគឺគេតាំងឲ្យសំណុំអញ្ចឹងឲ្យតែសំណុំគឺគេតាំងដោយប្រភេទអក្សរធំណានិងអក្សរតូចគឺ A B C X Y នេះជាប្រភេទអក្សរតូចឬក៏លេខណាឬក៏លេខគឺតាំងឲ្យធាតុនៃសំណុំអូខេអ្វីដែលអ្នកទាំងអស់គ្នាអូនដឹងនៅទីនេះគឺអូនដឹងថាសំណុំតាំងដោយប្រភេទអក្សរធំចំណែកឯធាតុនៃសំណុំគឺយើងតាំងដោយប្រភេទអក្សរតូចណាអញ្ចឹងយើងទៅមើលជាមួយនឹងសំណើទាំងអស់គ្នាណាយើងទៅមើលនឹងសំណើទាំងអស់គ្នាអូខេសំណើពេណាសំណើពេជាធាតុរបស់សំណុំ A អញ្ចឹងក្នុងករណីដែលគេនិយាយថាសំណើពេជាធាតុរបស់សំណុំ A ណាអញ្ចឹងគឺគេកំណត់សរសេរដោយបែបនេះគឺពេរបស់ A ណាគឺពេរបស់ A មួយទៀតចំពោះសំណើមិនពេចឹងសំណើមិនពេជាធាតុរបស់សំណុំ A ណាសំណើមិនពេជាធាតុរបស់សំណុំ A កំណត់សរសេរដោយពេមិនមែនរបស់ A ណាកំណត់សរសេរដោយពេមិនមែនរបស់ A មើលថាពេមិនមែនជាធាតុរបស់សំណុំ A ណាមើលថាពេមិនមែនជាធាតុរបស់សំណុំ A អូខេអញ្ចឹងយើងមកមើលជាមួយនឹងឧទាហរណ៍អូខេនេះគឺសំណុំ A ប្រភេទអក្សរធំនេះគឺជាធាតុរបស់វាអញ្ចឹងធាតុរបស់សំណុំ A របស់យើងនៅទីនេះមានអីខ្លះគឺមាន A B C D E អញ្ចឹងសំណុំ A របស់យើងគឺមានប្រមាណធាតុគឺមាន5ធាតុណាអញ្ចឹងមើលថាណាអាការសរសេរហ្នឹងគឺមើលថា A ជាសំណុំនៃធាតុអីជាសំណុំនៃធាតុ A B C D E ណាការសរសេរបែបហ្នឹងគឺមើលថាអញ្ចឹងឬក៏យើងអាចនិយាយបានថា A គឺជាសំណុំដែលមានធាតុ A B C D E អញ្ចឹងសំណុំ A មានប៉ុន្មានធាតុគឺមាន5ធាតុណាគឺមាន5ធាតុ
B វិញណា B នៅទីនេះគឺស្មើនឹងអីសំណុំនៃអី1 2 3 4 5 6ណានេះគឺ B អញ្ចឹងមើលថា B ជាសំណុំនៃធាតុ1 2 3 4 5 6ណាគឺសំណុំ A ធាតុរបស់វាប្រប៉ុណ្នេះ B ធាតុរបស់វាប្រប៉ុណ្នេះណាមើលតើណាចាអញ្ចឹងនៅទីនេះគឺយើងអាចនិយាយបានថា A នេះគឺ A តូចនេះគឺរបស់សំណុំ A ណាធាតុ A ហ្នឹងគឺរបស់ A អញ្ចឹងអត់នេះធាតុ A ហ្នឹងគឺរបស់ A អូខេតែ A ហ្នឹងមិនមែនជារបស់ B ត្រូវទេ A មិនមែនជារបស់ B yes ព្រោះថាធាតុរបស់ B នេះគឺប្រប៉ុណ្នេះមានធាតុ A ហ្នឹងមកពីណាអញ្ចឹង A នេះគឺជារបស់ A ហ្នឹងគឺ A សំណុំ A តូចនេះគឺធាតុ A គឺរបស់សំណុំ A ក៏ប៉ុន្តែធាតុ A ហ្នឹងមិនមែនរបស់សំណុំ B ទេណាចំណែកឯនៅទីនេះគឺ1នេះគឺរបស់សំណុំ B yes 1នេះគឺរបស់សំណុំ B នេះ1គឺរបស់សំណុំ B ក៏ប៉ុន្តែ1ហ្នឹងណាមិនមែនជាអីមិនមែនជារបស់សំណុំអីមិនមែនជារបស់សំណុំ A ទេចាចេះសូមអូនមើលធាតុរបស់សំណុំ A មាន1មកពីណាចឹងអត់ចាអូខេកន្លែងនេះគឺអ្នកទាំងអស់គ្នាអូនត្រូវយកចិត្តទុកដាក់អ្នកគ្រូហេតុអីក៏មានមួយនេះចូលមកដំបូងអ្នកគ្រូផ្ដាំផ្ញើម៉េចចាដោយសារតែ field របស់អូនគឺខាង computer វិទ្យាចាអញ្ចឹងតិចទៀតទៅមានមុខវិជ្ជាជាច្រើនតាក់ទងទៅនឹងការសរសេរកូដដែលទាមទារណានេះគឺជា basic មួយជាជំនាន់មួយសម្រាប់អ្នកទាំងអស់គ្នាទៅក្នុងការresearch ណាជាចាភ្ជាប់ផ្សារភ្ជាប់ណាគឺផ្សារភ្ជាប់ជាមួយនឹងមុខវិជ្ជាដទៃទៀតជាភាសាតទៅនឹងពពុះកូដអីផ្សេងហ្នឹងអញ្ចឹងសូមឲ្យអូនយកចិត្តទុកដាក់ណាមើលឲ្យយល់ចំពោះមេរៀនសំណុំយើងហ្នឹងណាចាអូខេឥឡូវយើងទៅមើលជាមួយនឹងចំណុចបន្ទាប់អញ្ចឹងចំពោះចំណុចបន្ទាប់នៅទីនេះអ្នកគ្រូបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹង principle of extension ណា principle of extension អូខេអញ្ចឹងនៅទីនេះគឺសំណុំ A និងសំណុំ B ជាពីរសំណុំស្មើគ្នាណាសំណុំ A និងសំណុំ B ជាពីរសំណុំស្មើគ្នាកំណត់សរសេរដោយអញ្ចឹងគឺយើងអាចសរសេរបានបែបហ្នឹងណាគឺ A ស្មើ B អញ្ចឹងករណីសំណុំ A ស្មើសំណុំ B ឬក៏ A ស្មើ B ហ្នឹងវាលុះត្រាតែគ្រប់ធាតុណាវាលុះត្រាតែគ្រប់ធាតុនៃសំណុំ A ជាធាតុនៃសំណុំ B នឹងផ្ទុយមកវិញណានឹងផ្ទុយមកវិញហ្នឹងផ្ទុយមកវិញយ៉ាងម៉េចគឺធាតុរបស់សំណុំ B ក៏ជាធាតុនៃសំណុំ A ណាផ្ទុយមកវិញគឺបែបហ្នឹង A ជាធាតុនៃសំណុំ B ហើយ B ក៏ជាធាតុនៃសំណុំ A ណាចាអញ្ចឹងនៅទីនេះផងដែរអ្នកគ្រូក៏មានឧទាហរណ៍សម្រាប់អូនចាឧទាហរណ៍នៅទីនេះគឺសំណុំ A របស់អ្នកគ្រូមានធាតុអីអូនសំណុំ A របស់អ្នកគ្រូគឺមានធាតុ0 1 2 3 4 5ណាសំណុំ A គឺមានប្រមាណធាតុបើយើងរាប់ទៅមានចំនួន6ធាតុគឺ0 1 2 3 4 5អូខេ B របស់យើងនៅទីនេះគឺមានប្រមាណដែរអូនគឺមាន6ធាតុដែរនេះគឺ1 2 3 4 5 6ណាចាអញ្ចឹងគេថា A ស្មើ B វាលុះត្រាតែគ្រប់ធាតុនៃសំណុំ A ជាធាតុនៃសំណុំ B នឹងផ្ទុយមកវិញក៏ប៉ុន្តែឥឡូវយើងមកមើលសំណុំ A របស់យើងនេះធាតុរបស់វាប្រប៉ុណ្នេះសំណុំ B ធាតុរបស់វាប្រប៉ុណ្នេះអញ្ចឹងយើងមើលទៅសំណុំ A មានធាតុ0ក៏ប៉ុន្តែសំណុំ B មានធាតុ0អត់ទេអញ្ចឹងដោយ0របស់សំណុំ A ក៏ប៉ុន្តែ0ហ្នឹងមិនមែនជារបស់សំណុំ B អញ្ចឹងនាំឲ្យអីសំណុំ A ខុសពីសំណុំ B អញ្ចឹងឲ្យតែមានធាតុមួយមិនមែនជាធាតុរបស់សំណុំ A ឬ B នាំឲ្យពីរសំណុំហ្នឹងគឺអីមិនស្មើគ្នាអញ្ចឹងពីរសំណុំស្មើគ្នាវាតតែគ្រប់ធាតុរបស់សំណុំ A ណាគឺជាធាតុរបស់សំណុំ B នឹងផ្ទុយមកវិញហ្នឹងគឺ B ហ្នឹងក៏ជារបស់ធាតុនៃសំណុំ B ហ្នឹងក៏ជាធាតុរបស់សំណុំ A ណាអញ្ចឹងស្ដាប់តើណាចា
okឥឡូវយើងមកមើលជាមួយនឹងសម្គាល់នៅទីនេះសម្គាល់នៅទីនេះគឺគេមានពីររបៀបដើម្បីកំណត់សំណុំនីមួយណាគេមានពីររបៀបដើម្បីកំណត់សំណុំនីមួយអញ្ចឹងយើងមកមើលជាមួយនឹងរបៀបទី1អញ្ចឹងរបៀបទី1នៅទីនេះគឺចំពោះសំណុំទាំងឡាយណាគឺចំពោះសំណុំទាំងឡាយដែលអាចសរសេរពង្រាយធាតុទាំងអស់បានណាចំពោះសំណុំទាំងឡាយដែលអាចសរសេរពង្រាយធាតុទាំងអស់បានឧទាហរណ៍អញ្ចឹងសំណុំ A របស់យើងនៅទីនេះជាសំណុំណាជាសំណុំនៃធាតុ1 2 3 4 5ណា A ជាសំណុំនៃធាតុ1 2 3 4 5កំណត់សរសេរដោយណាកំណត់សរសេរដោយ A គេ A គឺនេះគឺសំណុំនៃធាតុរបស់វាគឺ1 2 3 4 5ណា1 2 3 4 5 B ជាសំណុំក្រុមនៃនិស្សិត A B C D E អញ្ចឹងកំណត់សរសេរដោយ B គឺ A B C D E នេះគឺគេហៅថាជាសំណុំអីគេអាចហៅជាសំណុំអីគឺអាចនិយាយបានថាជាសំណុំរាប់បានទេអូនអូខេឥឡូវយើងមកមើលមួយទៀតជាមួយនឹងអីជាមួយនឹងរបៀបទី2ចារបៀបទី2របស់យើងនៅទីនេះគឺអីគឺចំពោះសំណុំទាំងឡាយដែលធាតុមានលក្ខណៈសម្គាល់តាមលក្ខខណ្ឌពិតប្រាកដណាមួយណារបៀបទី2គឺចំពោះសំណុំទាំងឡាយដែលធាតុមានលក្ខណៈសម្គាល់តាមលក្ខខណ្ឌពិតប្រាកដណាមួយអញ្ចឹងលក្ខខណ្ឌពិតប្រាកដមិនទៅអញ្ចឹងយើងមកមើលឧទាហរណ៍នៅទីនេះគឺ A ណា A ហ្នឹងជាសំណុំនៃធាតុ X ដែល X ជាចំនួនគត់និងធំជាងដក3អញ្ចឹងអាឃ្លាហ្នឹងគឺយើងអាចកំណត់សរសេរបានដោយបែបនេះគឺ A សំណុំ A ណាគឺ X ហ្នឹងគឺជាធាតុណាដែល x ហ្នឹងគឺជារបស់ z ណា x របស់ z និង x គឺធំជាងអីធំជាងដក3អញ្ចឹងអាមកជួរខាងលើនេះគឺយើងអាចសរសេរបានមកជាទម្រង់បែបនេះណាភាសានិយាយខាងលើហ្នឹងគឺយើងអាចសរសេរមកបានបែបនេះ A ជាសំណុំនៃធាតុ x អញ្ចឹងមានន័យថា x គឺជាធាតុរបស់ A ណាក៏ប៉ុន្តែអា x ហ្នឹងគឺជាចំនួនគត់និងធំជាងដក3អញ្ចឹងយើងកំណត់លក្ខខណ្ឌរបស់វាចាគឺនេះគឺជាសំណុំ A ណានេះគឺជាសំណុំ A សំណុំ A ដែលមានធាតុ x ហើយ x ហ្នឹងគឺជារបស់ចំនួនគត់ណា x ហ្នឹងគឺរបស់ z ណាលក្ខខណ្ឌរបស់គេមួយទៀតនេះគឺ x ហ្នឹងធំជាងដក3ណានិង x ធំជាងដក3អញ្ចឹងគឺយើងមានពីររបៀបហ្នឹងអូខេអញ្ចឹងយើងមកមើលឧទាហរណ៍មួយទៀតនៅទីនេះឧទាហរណ៍នៅទីនេះគឺ C ជាសំណុំនៃធាតុ x ដែល x ជាចំនួនគត់ធម្មជាតិនិងតូចជាង7ណា x ជាចំនួនគត់ធម្មជាតិនិងតូចជាង7អញ្ចឹងឃ្លាខាងលើហ្នឹងគឺយើងកំណត់សរសេរដែរបែបហ្នឹងមានន័យថា x ជាធាតុរបស់សំណុំ C អញ្ចឹងសំណុំ C របស់យើងគឺមានធាតុ x ដែល x របស់ n អញ្ចឹងចំនួនគត់ធម្មជាតិនិង n គឺនឹង x របស់យើងគឺអីតូចជាង7ធាតុរបស់វាគឺតូចជាង7គឺយើងសរសេរបានបែបហ្នឹងចឹងនៅទីនេះគឺគេអាចសរសេរពង្រាយធាតុនៃសំណុំ C បានណាចឹងអាចសរសេរក្នុង n យើងអាចសរសេរពង្រាយធាតុនៃសំណុំបានទេដោយសារតែ x របស់យើងគឺតូចជាង7អញ្ចឹងសំណុំ C របស់យើងគឺជាសំណុំដែលមានធាតុអី1 2 3 4 5 6 7បានអត់ទេព្រោះអី x របស់យើងតូចជាង7ណាតូចជាង7តោះណាអូខេងាយមែនតើណាងាយក៏ប៉ុន្តែទាមទារឲ្យអូនយកចិត្តទុកដាក់បន្តិចណាយកចិត្តទុកដាក់បន្តិចចឹងបើស្ដាប់បើមើលឲ្យមិនយល់សូមសរសេរណាតើតាសរសេរអូខេបានអូនដឹងហើយអូនមានគំនិតក្នុងការបំបែកធ្វើអីផ្សេងទៀតណារៀនអាហ្នឹងជាគំនិតជាឈ្នាន់ដើម្បីទៅតាក់ទងជាមួយនឹងមុខវិជ្ជាសំខាន់ដទៃទៀតណាអូខេឥឡូវយើងមកមើលជាមួយនឹង slide បន្ទាប់
ចាជាមួយនឹង slide បន្ទាប់នៅទីនេះគឺអ្នកគ្រូបង្ហាញអូនជាមួយនឹង principle of abstraction ណាជាមួយនឹង principle of abstraction អូខេអញ្ចឹងគេឲ្យសំណុំអ៊ុយណាគឺគេឲ្យសំណុំអ៊ុយនិងលក្ខណៈពេគេឲ្យសំណុំអ៊ុយនិងលក្ខណៈពេគេមានសំណុំ A1 ដែលមានធាតុជាធាតុរបស់សំណុំអ៊ុយហើយបំពេញលក្ខណៈពេ sorry ចាអញ្ចឹងចំពោះ principle of abstraction គឺគេឲ្យសំណុំអ៊ុយនិងលក្ខណៈពេអញ្ចឹងនៅទីនេះគឺគេមានសំណុំ A1 ដែលមានធាតុជាធាតុរបស់សំណុំអ៊ុយណាហើយបំពេញលក្ខណៈពេស្ដាប់តើណាគេឲ្យសំណុំអ៊ុយនិងលក្ខណៈពេហើយគេមានសំណុំ A1 ណាដែលមានធាតុជាធាតុរបស់សំណុំអ៊ុយអញ្ចឹងមានន័យថាធាតុរបស់សំណុំ A1 នោះវាគឺជាធាតុរបស់អីក៏ជាធាតុរបស់សំណុំអ៊ុយហើយក៏បំពេញលក្ខណៈពេណាហើយក៏បំពេញលក្ខណៈពេហើយក៏បំពេញលក្ខណៈពេអញ្ចឹងគឺយើងអាចសរសេរបានបែបនេះណាគឺមាន A សំណុំ A ចឹងសំណុំ A របស់យើងគឺមានធាតុមួយហ្នឹងគឺជារបស់អ៊ុយហើយបំពេញលក្ខណៈពេណាគឺយើងអាចសរសេរបានបែបហ្នឹងអូខេអញ្ចឹងអូនមកមើលជាមួយនឹងឧទាហរណ៍ក្នុងនេះគឺគេឲ្យ Z ជាសំណុំចំនួនគត់និងពេជាចំនួនគត់សេសអញ្ចឹងនៅទីនេះគឺយើងសរសេរបានមាន A គឺជាសំណុំណាសំណុំ A របស់យើងគឺ x របស់ Z ចឹងវាមានធាតុ x របស់ Z បំពេញអីបំពេញលក្ខខណ្ឌពេចឹងស្មើទៅនឹងអី x របស់ Z x ហ្នឹងគឺជាចំនួនគត់សេសណា x ហ្នឹងគឺជាចំនួនគត់សេសអញ្ចឹងយើងមកមើលជាមួយនឹងឧទាហរណ៍ទី2គេឲ្យ n ជាសំណុំនៃចំនួនគត់ធម្មជាតិនិង p ជាការ៉េប្រាកដអូខេនិង p ជាការ៉េប្រាកដអញ្ចឹងយើងអាចសរសេរបានណាគឺមានសំណុំ A សំណុំ A របស់យើងគឺជាសំណុំដែលមានធាតុ x ទាំងឡាយណារបស់ n ណា x ទាំងឡាយណារបស់ n បំពេញលក្ខណៈពេ x គេបំពេញលក្ខណៈពេ x អញ្ចឹងគឺ x របស់ n ហើយ x ហ្នឹងគឺជាការ៉េប្រាកដណា x ហ្នឹងគឺជាការ៉េប្រាកដឧទាហរណ៍បន្តគេឲ្យអ៊ុយជាសំណុំនៃនិស្សិតនិងពេជានិស្សិតឆ្នាំទី4ណានិងពេជានិស្សិតឆ្នាំទី4អញ្ចឹងគេមានអី A ហ្នឹងគឺជាសំណុំមានសំណុំ A ណាមានសំណុំ A ដែលសំណុំ A របស់យើងគឺមានធាតុ x1 ធាតុ x1 របស់ A ហ្នឹងគឺជារបស់សំណុំអ៊ុយបំពេញលក្ខខណ្ឌពេ x ណាអញ្ចឹង x របស់អ៊ុយហ្នឹង x ហ្នឹងគឺជានិស្សិតឆ្នាំទី4ណាជានិស្សិតឆ្នាំទី4អូខេអញ្ចឹងអ្នកគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹងលក្ខណៈបន្ទាប់ណាជាមួយនឹង slide បន្ទាប់អញ្ចឹងអ្វីដែលអ្នកគ្រូបញ្ជាក់អ្នកទាំងអស់គ្នាអូនត្រូវតែមើលឡើងវិញមើលស្ដាប់មិនយល់គឺត្រូវតែចំណាយពេលសរសេរណាអូខេឥឡូវនេះគឺយើងមកមើលជាមួយនឹងចាចំណុចបន្ទាប់នេះអ្នកគ្រូបង្ហាញអូនជាមួយនឹងសកលនិងសំណុំទទេ universal set and empty set ណាសកលជាមួយនឹងសំណុំទទេ universal set និងempty set ចាអូខេអញ្ចឹងចំពោះនិយមន័យណាយើងមកមើលនិយមន័យរបស់យើងអញ្ចឹងនិយមន័យក្នុងការអនុវត្តទ្រឹស្ដីលើសំណុំណានិយមន័យគឺក្នុងការអនុវត្តទ្រឹស្ដីលើសំណុំសកលជាសំណុំនៃធាតុដែលជាធាតុនៃគ្រប់សំណុំទាំងអស់ណាសកលជាសំណុំនៃធាតុដែលជាធាតុនៃគ្រប់សំណុំទាំងអស់ក្នុងការស្វែងរកដំណោះស្រាយអញ្ចឹងនៅទីនេះគឺគេកំណត់សរសេរដោយអ៊ុយណាសកលគឺគេកំណត់សរសេរដោយអ៊ុយអូខេអញ្ចឹងសំណុំណាក៏ដោយក៏មានអ៊ុយនៅក្នុងហ្នឹងដែរអញ្ចឹងចា
អូខេឥឡូវនៅទីនេះគឺគេឲ្យសកលអ៊ុយមួយនិងលក្ខណៈពេមួយណាគេឲ្យសកលអ៊ុយមួយនិងលក្ខណៈពេមួយវាអាចនឹងគ្មានធាតុណាមួយណាវាអាចនឹងគ្មានធាតុណាមួយនៃអ៊ុយដែលបំពេញលក្ខណៈពេណានេះគឺសម្គាល់មុននឹងយើងទៅមើលឧទាហរណ៍យើងមើលសម្គាល់សិនសម្គាល់គឺគេឲ្យសកលអ៊ុយមួយនិងលក្ខណៈពេមួយគេថាវាអាចនឹងគ្មានធាតុណាមួយនៃអ៊ុយដែលបំពេញលក្ខណៈពេអញ្ចឹងតើវាអាចទៅរួចទេអញ្ចឹងយើងមកមើលឧទាហរណ៍ណាយើងមកមើលឧទាហរណ៍អញ្ចឹងឲ្យចំពោះឧទាហរណ៍នៅទីនេះវិញណាចំពោះឧទាហរណ៍នៅទីនេះវិញអ្នកគ្រូបង្ហាញអ្នកទាំងអស់គ្នាណាអ្នកគ្រូបង្ហាញអ្នកទាំងអស់គ្នាគឺគេឲ្យ z ជាសំណុំនៃចំនួនគត់ណាគេឲ្យ z ជាសំណុំនៃចំនួនគត់និង p ជាឫសការ៉េនៃ3ណានិង p ជាឫសការ៉េនៃ3អញ្ចឹងនាំឲ្យអីមាន a គេដែលសំណុំ a របស់យើងអាចទៅសេបានអី x របស់ z ណាដែលបំពេញលក្ខខណ្ឌ px ណាលក្ខណៈ px អញ្ចឹង x ហ្នឹងគឺរបស់ z ហើយ x ក្រេស្មើនឹង3អូខេនៅពេលដែលអូនឃើញថា x ក្រេស្មើ3ចឹងមួយចំនួនលើកជាការ៉េចេញស្មើនឹងលេខសាស្ត្រអាចទៅរួចទេអូខេចឹងគេថាក្នុងករណីនេះគ្មានចំនួនគត់ណាដែលផ្ទៀងផ្ទាត់លក្ខណៈខាងលើឡើយណាលក្ខណៈខាងលើនោះលក្ខណៈអីគឺ x ក្រេស្មើនឹងអី x ក្រេស្មើ3ណា x ក្រេស្មើ3ហើយបានទៅសេអញ្ចឹងបានគឺមកពី clear ខាងលើនេះអ្វីដែលគេប្រាប់មកនេះគឺគេឲ្យ z ជាសំណុំនៃចំនួនគត់និង p ជាឫសការ៉េនៃ3ណានិង p ជាឫសការ៉េនៃ3អញ្ចឹងគឺយើងអាចសរសេរបានបែបនេះគឺមានតែសំណុំ a ដែលសំណុំ a របស់យើងគឺមានធាតុ x ទាំងឡាយណារបស់ z ដែលបំពេញលក្ខខណ្ឌ px អញ្ចឹង x របស់ z x ក្រេរបស់យើងគឺស្មើ3ណា p ជាឫសការ៉េនៃ3អញ្ចឹងអត់ចាអញ្ចឹងគឺយើងអាចសរសេរបានបែបហ្នឹងណាចាហើយយើងមើល x ក្រេស្មើ3អញ្ចឹងក្នុងករណីនេះគេថាវាក៏មានចំនួនគត់ណាដែលផ្ទៀងផ្ទាត់លក្ខណៈខាងលើឡើយអញ្ចឹងបានន័យថា a ហ្នឹងជាសំណុំដែលគ្មានធាតុណាអញ្ចឹងបានន័យថា a ហ្នឹងជាសំណុំដែលគ្មានធាតុណាឬក៏យើងហៅថាសំណុំទទេណាឬក៏យើងហៅថាសំណុំទទេនឹងកំណត់សរសេរដែរបែបនេះសាអូធំពះពូណាចាគេកំណត់ដោយអីសំណុំទទេណាជាសំណុំទទេចឹងនិមិត្តសញ្ញាសំណុំទទេគឺបាត់ហ្នឹងណាចាអូខេអញ្ចឹងនៅទីនេះគឺតាម principle of extension សំណុំទទេមានតែមួយគត់មានន័យថាបើ s និង t ជាពីរសំណុំទទេនោះគេបាន s ស្មើទេ ចឹងហ៎ចាសំណុំទទេមានតែមួយគត់មានន័យថាបើ s និង t ជាពីរសំណុំទទេអញ្ចឹងគឺ s ហ្នឹងគឺស្មើទេហ្នឹងហើយណា s ហ្នឹងគឺស្មើទេហ្នឹងហើយអូខេឥឡូវយើងទៅមើលជាមួយនឹង slide បន្ទាប់ចា slide បន្ទាប់នៅទីនេះអ្នកគ្រូបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹងសំណុំរងគឺ subset សំណុំរងអូខេស្អីទៅសំណុំរងអញ្ចឹងយើងមកមើលនិយមន័យទាំងអស់គ្នាជាមួយនឹងខ្ញុំចាអញ្ចឹងនិយមន័យនៅទីនេះគេថា A ជាសំណុំរងនៃ B ណាគេថា A ជាសំណុំរងនៃ B អញ្ចឹងយើងអាចនិយាយបានថា A is a subset of B យ៉ាងណាឬ A នៅក្នុង B ណាឬ A នៅក្នុង B អញ្ចឹង A is contained in B ឬ A ជាផ្នែកមួយនៃ B ឬ B ផ្ទុក A ណាគឺ B contain A លុះត្រាតែគ្រប់ធាតុ x នៃ A ជាធាតុនៃ B ណាជាធាតុនៃ B អញ្ចឹងជាមួយនឹង subset គេថា A ជាសំណុំរងនៃ B
chẳng dừng vậy bạn thà A is a subset of B ឬ A ក្នុង B ចឹង A ក្នុង B A is contained in B ឬ A ជាផ្នែកមួយនៃ B ណាឬ B ផ្ទុក A ចឹង B ផ្ទុក A B contain A លុះត្រាតែគ្រប់ធាតុ X នៃ A ជាធាតុនៃ B ណាជាធាតុនៃ B អូខេចឹងយើងមកមើលជាមួយនឹងការកំណត់សរសេរអញ្ចឹងកំណត់សរសេរដោយអី A ក្នុង B អញ្ចឹងអូនស្គាល់ហើយមកសញ្ញានេះណា A ក្នុង B ឬ B ក្នុង A ណា A ក្នុង B ឬ B ក្នុង A អញ្ចឹង A is contained in B ឬក៏ B contain A ណា B ក្នុង A អញ្ចឹងគេបានអីនៅទីនេះគេបាន A ក្នុង B ណាគេបាន A ក្នុង B សាក់មកបានគ្រប់ x ដែល x របស់ A អញ្ចឹងនាំឲ្យ x ហ្នឹងក៏ជារបស់ B ដែរដោយសារតែ A ក្នុង B អញ្ចឹងគឺគ្រប់ x ណាគ្រប់ x គ្រប់ធាតុ x ហ្នឹង x របស់ A គឺនាំឲ្យ x ហ្នឹងក៏ជាធាតុរបស់ B ណាក៏ជាធាតុរបស់ B អូខេអញ្ចឹងអូនមកមើលជាមួយនឹងអីអូនមកមើលជាមួយនឹងសម្គាល់ចាជាមួយនឹងសម្គាល់គឺអីអូនគឺបើមានធាតុរបស់ A ដែលមិនមែនជាធាតុរបស់ B នោះ A មិនមែនជាសំណុំរងនៃ B នឹងកំណត់ដោយអី A មិននៅក្នុង B ណាអញ្ចឹងលក្ខណៈរបស់វាគឺងាយឯងអត់មានអីពិបាកឯងណាអញ្ចឹងបើអីបើធាតុ A ណាបើធាតុរបស់ A ណាបើមានធាតុរបស់ A ដែលមិនមែនជាធាតុរបស់ B នោះអីនោះ A មិនមែនជាសំណុំរងនៃ B ណានោះ A មិនមែនជាសំណុំរងនៃ B អញ្ចឹងគេកំណត់ដោយអីគេកំណត់ដោយអីគេកំណត់ដោយ A មិននៅក្នុង B ណា A មិននៅក្នុង B អញ្ចឹងនៅទីនេះគឺគេឲ្យទីហោគេឲ្យ A អញ្ចឹងធាតុនៃសំណុំ A គឺមានប៉ុណ្នេះគឺ1 3 5 7 9ណា1 3 5 7 9ហើយនេះគឺ B ណាហើយនេះគឺ B អញ្ចឹង B ធាតុរបស់វាគឺ1 2 3 4 5 6 7 8 9ណាចាអូខេហើយនេះគឺសំណុំ C ចធាតុរបស់សំណុំ C គឺមាន0 1 2 4 5 6 7 9ណាចឹងយើងមាន3សំណុំហើយសំណុំនីមួយៗគឺសុទ្ធតែមានធាតុអញ្ចឹងយើងមកមើលទាំងអស់គ្នានៅទីនេះគេថាគេបាន A ក្នុង B ណាគេបាន A ក្នុង B អញ្ចឹង A វាមានធាតុរបស់វាគឺវាមាន1 3 5 7 9អញ្ចឹងយើងមើល B មានធាតុទាំងអស់ហ្នឹងអត់ B នេះមាន1ឃើញទេ B មាន1មាន3ណាមាន3មាន5ណានេះ5 7 9ចឹងនៅទីនេះគេថា A ក្នុង B ណាមើលតើណាគេបាន A ក្នុង B ប៉ុន្តែនៅទីនេះគេថា A មិននៅក្នុង C ណា A មិននៅក្នុង C ព្រោះអីព្រោះ3មិនមែនជារបស់ C ណា3មិនមែនជារបស់សំណុំ C អញ្ចឹងយើងឃើញថា A នេះគឺមានធាតុ3ក៏ប៉ុន្តែសំណុំ C គឺមិនមានធាតុ3ទេអញ្ចឹងនៅទីនេះគឺគេថា A ហ្នឹងមិនមែនអី A គឺមិននៅក្នុងសំណុំ C ព្រោះតែអាធាតុ3ហ្នឹងគឺមិននៅក្នុងសំណុំ C អញ្ចឹងមានន័យថាA contain in B ឬក៏ A contain in C វាតតែគ្រប់ធាតុរបស់ A គឺសុទ្ធតែជាធាតុរបស់សំណុំ B ឬក៏ C ហ្នឹងតើអត់ចាអញ្ចឹង3នេះគឺមិនមែនជាធាតុរបស់សំណុំ C អញ្ចឹងនៅទីនេះគេថា A ហ្នឹងគឺមិននៅក្នុងសំណុំ C ណាតើណាចាហើយនៅទីនេះគេថា C មិននៅក្នុង B ណា C មិននៅក្នុងសំណុំ B ព្រោះអីព្រោះ0មិនមែនអីមិនមែនសំណុំ B ចាអញ្ចឹងសំណុំ C គឺមានធាតុ0ក៏ប៉ុន្តែ B នៅទីនេះគឺអត់មានធាតុ0ទេអញ្ចឹងនៅទីនេះគឺគេថា C មិននៅក្នុង B ណា C មិននៅក្នុង B
អូខេអ្នកគ្រូសង្ឃឹមថាអ្នកទាំងអស់គ្នាអូននឹងចាប់បានណាចាប់បានទាំងអស់គ្នាចាឥឡូវនេះយើងទៅមើលជាមួយនឹងចំណុចបន្ទាប់អញ្ចឹងយើងទៅមើលជាមួយនឹងចំណុចបន្ទាប់អ្នកគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាតាមរយៈ principle of extension ណា principle of extension របស់យើងហ្នឹងគឺគេបាន a ស្មើ b វាសាក់ម៉ូបានអី a ក្នុង b និង b ក្នុង a ណាវាតទៅធាតុរបស់វាហ្នឹងគឺអីអាចនិយាយបានថាវាធាតុរបស់វាស្មើគ្នាអញ្ចឹង a នៅក្នុង b និង b ក្នុង a ឬ a ស្មើ b សាក់ម៉ូបានអីគេនិយាយបានគ្រប់ x ធាតុទាំងឡាយណារបស់ a សាក់ម៉ូបានធាតុ x ហ្នឹងក៏ជារបស់ b ណាក៏ជារបស់ b អូខេអញ្ចឹងយើងនឹងមកមើលជាមួយនឹងទ្រឹស្ដីបត្តិណាយើងមកមើលជាមួយនឹងទ្រឹស្ដីបត្តិទី1ហើយនឹងមានលក្ខណៈជាច្រើនហើយនៅទីនេះអ្នកគ្រូក៏បានធ្វើការស្រាយបញ្ជាក់ខ្លះៗណាស្រាយសម្រាយតែម្ដងមិនមែនខ្លះហើយធ្វើការសម្រាយសម្រាប់ទាំងអស់គ្នាសង្ឃឹមថាវាជាទុនមួយសម្រាប់បងអូនណាចាអញ្ចឹងយើងមកមើលជាមួយនឹងទ្រឹស្ដីបត្តិនៅទីនេះអញ្ចឹងចំពោះគ្រប់សំណុំ A ណាចំពោះគ្រប់សំណុំ A គេបានអានេះស្អីគេនេះមិនយើងហៅថាអីគេមិញអូនគឺអីគឺសំណុំទទេអញ្ចឹងហ៎គឺទទេក្នុង A ហើយ A ហ្នឹងគឺក្នុងអីក្នុងអុយអុយគឺអីអុយគឺជាសកលណាអុយគឺជាសកលឬក៏យើងនិយាយថាសំណុំសកលហ្នឹងណាចាអុយគឺជាសកលចឹងរាល់សំណុំសកលគឺមានទទេនៅក្នុងហ្នឹងណាចាអញ្ចឹងយើងមើលគេថាគ្រប់ x របស់សំណុំទទេនាំឲ្យ x របស់ a ពិតព្រោះ x មិនមែនរបស់ទទេណាបើព្រោះ x របស់ទទេមិនពិតដោយសារអីទទេក្នុង a ដោយសារតែទទេក្នុង a អញ្ចឹងវាតតែអីវាតតែ x ហ្នឹងគឺរបស់ a x មិនអាចរបស់ទទេបាននោះទេតានអត់ចាអញ្ចឹងគ្រប់ x របស់ a នាំឲ្យ x ហ្នឹងក៏ជារបស់អុយដោយសារតែអីដោយសារតែ a ក្នុងអុយណាលក្ខណៈរបស់វាគឺគេទាញបែបហ្នឹងអញ្ចឹងយើងមកមើលជាមួយនឹងទី2វិញម្ដងជាមួយនឹងទ្រឹស្ដីណាទី2គឺចំពោះគ្រប់សំណុំ A ចា sorry ចំពោះគ្រប់សំណុំ A គេបាន A ក្នុង A ណាចំពោះគ្រប់សំណុំ A គេបានអី A ក្នុង A ណាអញ្ចឹង A ក្នុង A A ក្នុង B សាក់មកបានគ្រប់ x របស់ A នាំឲ្យ x របស់ B ណាចាខាងលើនេះ A ក្នុង B វាសាក់ម៉ូតបានអីវាតតែអីគ្រប់ x ដែល x របស់ A អញ្ចឹងនាំឲ្យ x ហ្នឹងរបស់ B ណាចាំព្រោះគ្រប់ x របស់ A នាំឲ្យ x របស់ A អញ្ចឹងនាំឲ្យ A គឺវានៅក្នុង A ណា A នៅក្នុង A ទី3វិញទី3គេថាបើ A នៅក្នុង B ហើយ B នៅក្នុង C អញ្ចឹងវានាំឲ្យវានាំឲ្យ A ហ្នឹងក៏នៅក្នុងសំណុំ C ណាបើ A ក្នុង B និង B នៅក្នុងសំណុំ C នោះគេបាន A ហ្នឹងគឺនៅក្នុងអីសំណុំ C អញ្ចឹងយើងមកមើលគ្រប់ x របស់ A ណាអញ្ចឹងគ្រប់ x របស់ A ហើយ A ហ្នឹងនៅក្នុង B អញ្ចឹងវានាំឲ្យ x របស់ B ណាហើយ B នៅក្នុង C អញ្ចឹងវានាំឲ្យ x ក៏ជារបស់ C អញ្ចឹងនាំឲ្យទាញបានអី A គឺនៅក្នុងសំណុំ C អូខេនេះគឺ detail បញ្ជាក់បន្ថែមអញ្ចឹងគឺខ្ញុំគិតថាដូចជារៀងណាមិនពិបាកទេមានភាពងាយស្រួលហើយក៏ពិបាកនឹង express feeling ណា feeling របស់ខ្ញុំនៅពេលនេះខ្ញុំគិតថាអ្នកទាំងអស់គ្នាអូននឹង enjoy ជាមួយនឹងមេរៀននេះណាចាព្រោះវាថ្មីប្លែកសម្រាប់អូនណាថ្មីប្លែកសម្រាប់អូន
ok ចឹងយើងមកមើលជាមួយនឹងសម្គាល់ណាយើងមកមើលជាមួយនឹងសម្គាល់គឺអី a ក្នុង b ណា a ក្នុង b ប៉ុន្តែ a ខុសពី b ណា a ក្នុង b ប៉ុន្តែ a ខុសពី b អញ្ចឹង we say a is a proper subset of b ណាចាបើ a ហ្នឹងក្នុង b ក៏ប៉ុន្តែ b ក៏ប៉ុន្តែ a ខុសពី b អញ្ចឹងយើងថាយ៉ាងម៉េច a ហ្នឹង is a proper subset of b អញ្ចឹងស្អីទៅ proper subset of b អញ្ចឹង proper subset of b គឺ a ក្នុង b ក៏ប៉ុន្តែ a ហ្នឹងគឺខុសពី b ណាលក្ខណៈវាបែបហ្នឹងពេលខ្លះយើងអត់ចាំបាច់ប្រែអាហ្នឹងគឺយើងដឹងថាវាអីវាលក្ខណៈវាបំពេញលក្ខខណ្ឌហ្នឹងវាបំពេញលក្ខណៈហ្នឹងណាចាអញ្ចឹងយើងមកមើលជាមួយនឹងឧទាហរណ៍នៅទីនេះគឺគេឲ្យណាឧទាហរណ៍នៅទីនេះគឺគេឲ្យអីគេឲ្យ a ណាគេឲ្យ a ធាតុសំណុំគេឲ្យសំណុំ a ធាតុរបស់វាគឺអីគឺមានធាតុ1 3 5 7 9ណា1 3 5 7 9ហើយនេះគឺ b ធាតុរបស់វាគឺមានអី1 2 3 4 5 6 7 8 9ណាអញ្ចឹងគេបាន a is a proper subset of b ព្រោះអី a នៅក្នុង b ក៏ប៉ុន្តែអី a ខុសពី b a ក្នុង b អត់ក្នុងទេចឹងអូនមើលធាតុរបស់ a នេះគ្រប់ធាតុរបស់ a សុទ្ធតែជាធាតុរបស់ b សុទ្ធអត់នេះ1ណាអានេះ1 3នេះ3 5នេះមាន5 7នេះមាន7ចឹង9នេះមាន9ណាចឹងអូនស្គាល់លក្ខណៈ proper subset ណា A is a proper subset of B គឺវាបែបម៉េចអញ្ចឹងឧទាហរណ៍បានបញ្ជាក់ច្បាស់ហើយណាឧទាហរណ៍បានបញ្ជាក់ច្បាស់ហើយអូខេអញ្ចឹងយើងមកមើលជាមួយនឹងបន្ទាប់ណាយើងមកមើលជាមួយនឹង slide បន្ទាប់នេះគឺជា Venn diagram ណាគឺជា Venn diagram អញ្ចឹងVenn diagram នេះគឺជារូបភាពតាំងឲ្យសំណុំដោយសំណុំចំណុចក្នុងប្លង់ណាដោយសំណុំចំណុចក្នុងប្លង់គេតាំងសកលអុយអូខេដោយផ្នែកក្នុងនៃចតុកោណកែងណាហើយសំណុំដទៃទៀតដែលសំណុំដទៃទៀតដោយថាដែលនៅក្នុងចតុកោណកែងចឹងអុយសកលអុយគឺតាំងដោយថានេះណាចតុកោណកែងនេះនឹងគឺសកលអុយហើយសំណុំដទៃទៀតនោះគឺមានសំណុំ a ណាគឺមានសំណុំ a និងសំណុំ b របស់យើងនៅទីនេះចឹងដាក់ពណ៌ឲ្យអូនឃើញណាចាហើយសំណុំសកលអុយរូប b នេះគឺយើងមានអីយើងមានសំណុំ a យើងមានសំណុំ b អញ្ចឹងចំពោះរូប c គឺនេះគឺសំណុំ a ហើយនេះគឺសំណុំ b នេះគឺសកលអុយចឹងគឺគ្រប់សំណុំទាំងអស់គឺវានៅក្នុងសកលអុយចឹងយើងមកមើលការពណ៌នាទាំងអស់គ្នាជាមួយនឹង Venn diagram A តាំងឲ្យពីសំណុំ A B ដែល A ក្នុង B ឃើញអត់ចាអញ្ចឹង Venn diagram A គឺតាំងឲ្យពីណា Venn diagram A គឺតាំងឲ្យពីសំណុំ A B ដែល A ក្នុង B ណានេះ A ក្នុង B ណាចាអញ្ចឹងយើងមកមើលមួយទៀតចំពោះ Venn diagram B អញ្ចឹង Venn diagram B តាំងឲ្យពីសំណុំដាច់ A និង B អញ្ចឹងពីសំណុំដាច់អត់ Yes ពីសំណុំដាច់ណា A ផ្សេង B ផ្សេងពណ៌ខុសគ្នាដាច់ម៉ត់តែម្ដងណាដាច់អញ្ចឹងមានន័យថាគ្រប់ធាតុរបស់ A មិនមែនជាធាតុរបស់ B ហើយរបស់ B ក៏មិនមែនជាធាតុរបស់ A ដែរណាគឺមានន័យបែបហ្នឹងអញ្ចឹងយើងមកមើលបន្តជាមួយនឹង Venn diagram C អញ្ចឹងចំពោះ Venn diagram C តាំងឲ្យពីសំណុំ AB ណាដែលពីសំណុំ AB ហ្នឹងគឺមានធាតុរួមណាគឺមានធាតុរួមអញ្ចឹងយើងមើលនៅក្នុងរូបរបស់យើងនៅទីនេះ
នេះគឺជាសំណុំ A ហើយនេះគឺជាសំណុំ B អញ្ចឹងយើងឃើញថាវាមានប្រសពចាចំណុចក្រហមនេះគឺជាអីចំណុចក្រហមហ្នឹងគឺជាធាតុរួមណាគឺជាធាតុរួមអូខេចំពោះ session នេះអ្នកគ្រូសូមបញ្ចប់ត្រឹមចំណុចនេះសិនហើយសូមឲ្យអ្នកទាំងអស់គ្នាមើលឡើងវិញណាចំណាយពេលមើលឡើងវិញដើម្បីឲ្យអូនច្បាស់ទាំងអស់គ្នាណាអូខេណាម៉ោង session នេះគឺយើងបញ្ចប់ត្រឹមនេះសិនណាបាយបាយ